Good morning ចាប់ពីស្គាល់គ្រីបឈូមកនេះខ្ញុំមានទម្លាប់ល្អមួយនៅពេលដែលក្រោកឡើងរាល់ព្រឹកនេះខ្ញុំយកកៅមកចាក់ទឹកចូលបន្តិចរួចហើយយកគ្រីបឈូមួយជ្រុងដាក់ឆុងជាមួយនឹងទឹកធម្មតាហ្នឹងរួចញ៉ាំធ្វើបែបនេះជិត40ថ្ងៃហើយពីព្រោះគ្រីបឈូមួយប្រអប់ហ្នឹងយើងញ៉ាំបាន40ថ្ងៃញ៉ាំពេលព្រឹកពេលក្រោយពីគេងពេលយប់មុនចូលគេងអារម្មណ៍ពិតរបស់នាងខ្ញុំកាន់តែញ៉ាំគ្រីបឈូកាន់តែមានទំនុកចិត្តជាមួយខ្លួនឯងដោយសារតែលើកដំបូងដែលនាងខ្ញុំបានញ៉ាំគ្រីបឈូ5នាទីក្រោយគ្រីបឈូបានចូលទៅឆែកក្នុងប្រព័ន្ធសរីរាង្គរបស់នាងខ្ញុំហើយបានប្រាប់នាងខ្ញុំឲ្យដឹងថាអ្នកកំពុងតែមានអាការៈខុសប្រក្រតីត្រង់នេះអ្នកកំពុងតែមាននៅជំងឺមួយនេះដែលវាអត់តកកើតទៅជាធ្ងន់ធ្ងរអញ្ចឹងគ្រីបឈូទៅសកត់ធ្ងន់នៅចំណុចដែលខុសប្រក្រតីនៅក្នុងប្រព័ន្ធរាងកាយរបស់យើងប្រព័ន្ធសរីរាង្គរបស់យើងនឹងកន្លែងណាដែលវាមានបញ្ហាគឺវាទៅសកត់ធ្ងន់ឲ្យមានរំញោចឲ្យយើងដឹងឲ្យយើងឈឺចាប់តិចតួចឲ្យយើងដឹងអំពីអាការៈរបស់ខ្លួនយើងហើយបន្ទាប់មកគ្រីបឈូនឹងចូលទៅព្យាបាលតាមក្រោយចារសជាតិគ្រីបឈូជូរអែមមកបងប្អូនទាំងអស់គ្នាវាជាពូជពួក raspberry បងប្អូនមកទីនាទីជាមួយនឹងខ្ញុំនេះខ្ញុំញ៉ាំអស់11:38នាទីថាតើ5នាទីក្រោយនេះវានឹងចេញអាការៈមែនអត់ឥឡូវ11:43នាទី AM វាកំពុងតែចេញប្រតិកម្មពិតមែនឥឡូវនេះវាចាប់ផ្ដើមមកឆែកមកកណ្ដាលក្បាលនេះខ្ញុំមុនធ្វើឲ្យស្លឹកកញ្ចៀករបស់ខ្ញុំឡើងក្រហមហើយមុខរបស់ខ្ញុំក្រហមក្តៅខ្ទក់តែម្ដងចាមកកណ្ដាលក្បាលខ្ញុំនឹងស្លឹកកញ្ចៀកមុខនឹងគឺឡើងក្រហមក្តៅផ្សាខ្ទក់តែម្ដងចាខ្ញុំគឺជាមនុស្សដែលគិតច្រើនរៀងស្ទះតែអញ្ចឹងខ្ញុំអាសាឈឺក្បាលឈឺម្ដងគឺពិបាកតែក្រោយញ៉ាំគ្រីបឈូហើយក្បាលរបស់ខ្ញុំស្រាលហើយឡើងឈឺក្បាលតែម្ដងឯសក់របស់នេះខ្ញុំវិញជ្រុះច្រើនខ្លាំងមែនតើប៉ុន្តែឥឡូវនេះកាត់បន្ថយការជ្រុះខុសពីធម្មតាចំណែកឯមុខរបស់នេះខ្ញុំវិញធ្លាប់ប្រើផលិតផលជាតិកាប់ផលិតផលខុសពីមុនមកធ្វើឲ្យមុននឹងស្នាមវានៅលើមុខនឹងរហូតហើយឥឡូវនេះឃើញកាត់បន្ថយមុំច្រើនដែរតាំងពីប្រើគ្រីបឈូមកបងប្អូនឃើញអត់មុខរបស់នេះខ្ញុំក្រហមខ្លាំងហើយវាបណ្ដេញពីស្លឹកកញ្ចៀកក្បាលមកចុះមកដល់កន្លែងកដល់ទ្រូងរបស់នេះខ្ញុំទៀតចាបងប្អូនមើលលេខមើលពីដៃរបស់នេះខ្ញុំវិញបន្ទាប់ពីវាចេញប្រតិកម្មមកកណ្ដាលក្បាលនេះខ្ញុំហើយវាមកចេញនៅដៃប៉ុន្តែដៃនឹងវាចេញនៅកន្លែងដៃមុនចាប់ផ្ដើមចេញក្រហមម្ដងតិចនៅកន្លែងដៃនឹងមុនទៅវារូចុះមកខាងក្រោមទៀតចាអញ្ចឹងសម្រាប់ប្រតិកម្មដែលនេះខ្ញុំចេញនៅលើខ្លួនរបស់នេះខ្ញុំជាក់ស្ដែងហ្នឹងគឺចេញក្រហមនៅដៃនឹងនៅកន្លែងដៃនឹងអស់ហើយបានវាទៅចេញនៅកញ្ញោដៃរបស់នេះខ្ញុំម្ដងតែនេះវាបានចេញដល់កញ្ញោដៃរបស់នេះខ្ញុំហើយវាកំពុងតែក្រហមហើយនឹងផ្សារពេញដៃតែម្ដងចាវានៅបន្តចេញកទួលក្រហមរហូតដល់ពេញដៃសងខាងនិងដល់ជើងទៀតនៅពេលដែលវាចេញអស់ហើយវានឹងមានការរបួសតិចតែ10នាទីក្រោយវានឹងបាត់ទៅវិញហើយចានេះគឺជាទំនុកចិត្តមួយដែលខ្ញុំជឿជាក់លើគ្រីបឈូថាវាពិតជាបានចូលទៅធ្វើការងាររបស់វាដោយការលាងសម្អាតជាតិពុលនិងសត្វល្អិតនិងបញ្ហាផ្សេងៗទៀតចេញមកខាងក្រៅពិតមែនគ្រីបឈូវាមានតួនាទីចូលទៅ detox ទៅលាងសម្អាតសរសៃឈាមនិងពវៀនតូចពវៀនធំឲ្យយើងឲ្យបានស្អាតរួចចូលទៅព្យាបាលនៅជំងឺដែលកើតមានឡើងនឹងឲ្យជាសះស្បើយហើយវាមានតួនាទីមួយទៀតនៅក្នុងការការពារកុំឲ្យកើតនៅជំងឺធំជាច្រើនប្រភេទទៀតផងដែរ